ដើម្បីកាត់បន្ថយការបាក់ច្រាំងហើយបាត់ភ្នំថ្មភ្នំអត់មានទៅណាទេអានេះគឺសម្ដីរបស់ថ្នាក់ដឹកនាំខាងក្រសួងរាយនឹងធម្មពលឬក៏និយាយហើយបងប្អូនយើងដូចខ្ញុំអីក៏ខ្ញុំអត់យល់ដែរហើយជាទូទៅការបាក់ច្រាំងទន្លេហ្នឹងគឺបណ្ដាលមកពីធំពីចំណុចធំទី1គឺកត្តាធម្មជាតិបងប្អូនគិតអញ្ចឹងធម្មជាតិគឺវាបំរែបំរួលទៅតាមអ្វីដែលវាកើតឡើងទី2គឺកត្តាមនុស្សឥឡូវហ្នឹងយើងទាំងអស់គ្នាក៏មើលឃើញឮហើយថាការបូមខ្សាច់វាធ្វើឲ្យការបាក់ច្រាំងទន្លេកាលណាយើងបូមឥឡូវយើងឧទាហរណ៍យើងមានដីពីលើនឹងច្រើនអញ្ចឹងទឹកហូរទៅនឹងកាលណាតែទឹកហូរទៅអាទឹកដីនឹងវាហូរទៅស្មើអស់ពីលើនឹងវាហូរទៅទៀតហើយអញ្ចឹងបើសិនជាខាងក្រោមនឹងវាកាន់តែហូរដីពីលើនឹងហូរទៅដើម្បីពង្រៀបឲ្យស្មើអាទីចោតនឹងឯងអានេះជាគំនិតជាអ្វីដែលខ្ញុំគិតអញ្ចឹងមិនដឹងថាបងប្អូនគិតអញ្ចឹងដែរណាអញ្ចឹងខ្ញុំគិតថាមតិប្រជាពលរដ្ឋត្រូវជាងថ្នាក់ដឹកនាំបាទតែគាត់និយាយថាបងខ្សាច់ដើម្បីកាត់បន្ថយការបាក់ច្រាំងហើយខ្ញុំគិតថាបងប្អូននៅមជ្ឈមមាត់ទន្លេគឺគាត់ដឹងច្បាស់ណាស់មូលហេតុបណ្ដាលឲ្យបាក់ច្រាំងគឺមកពីអីហ្នឹងបើសិនជាផ្ទះសម្បែងរបស់គាត់នៅជិតមាត់ទន្លេហើយមួយឆ្នាំឃើញថាបាក់មានដើមឈើខ្លាំងធំរាប់100ឆ្នាំអីពេលខ្លះហ្នឹងក៏ត្រូវបាក់អាហ្នឹងមកពីអីមកពីគ្រោះធម្មជាតិឬក៏យ៉ាងម៉េចខ្ញុំជឿថាបងប្អូនទូទៅប្រជាពលរដ្ឋទូទៅគឺមិនគិតថាមកពីកត្តាធម្មជាតិទេគឺបូមខ្សាច់នឹងឯងកាលណាបូមជំរឿខាងក្រោមកាន់តែជ្រៅដីគឺវាបាក់ហូរពីលើទៅដើម្បីឲ្យស្មើនឹងអាក្លោកខាងក្រោមហ្នឹងបានវាចុះបាក់នៅពេលដែលយើងកាយទេខាងលើហ្នឹងដីហ្នឹងវាកាន់តែហូរទៅទៀតអាហ្នឹងវាអញ្ចឹងអានេះជាកត្តាមនុស្សមិនមែនជាកត្តាធម្មជាតិទេបាទអញ្ចឹងបើសិនជាយើងមិនបូមមានម្នាក់នោះគាត់និយាយថាចុះបើសិនជាយើងមិនបូមទុកឲ្យទន្លេហ្នឹងវាកាន់តែដីវាកើច្រើនទៅវាកាន់តែរាក់វាអាចប៉ះពាល់ដល់ទូកធំកណុកក្បាលអីធំដែលគាត់បើកបរតាមទឹកហ្នឹងវាមិនកើតវាអាចកើអញ្ចឹងទៅទន្លេមេគង្គយើងដូចមិនតាន់មានអីកប៉ាល់ធំដែលអាចចូលមកឲ្យកើទេបងប្អូនដូចជាមិនតាន់ទេអត់តាន់លឺទេដើម្បីតែខែទឹកស្រកយ៉ាងណាក៏ដោយអានេះជាការបកស្រាយរបស់ថ្នាក់លើដែលគាត់មិនដឹងថាបកស្រាយយ៉ាងម៉េចគឺគាត់បកស្រាយអញ្ចឹងដើម្បីឲ្យប្រជាពលរដ្ឋដែលល្ងិតល្ងងដែលមិនសូវចេះដឹងហ្នឹងតែខោកក្បាលអ្នកធំអ្នកចេះដែលនិយាយចេញមកអត់ដឹងទៅតំបន់អីបាទដោយរដ្ឋមន្ត្រីអញ្ចឹងដោយរដ្ឋមន្ត្រីម្នាក់អញ្ចឹងគាត់និយាយចេញមកបើសិនជាគាត់មិនចេះនិយាយទេគួរកុំនិយាយកុំបកស្រាយល្អជាងខ្ញុំគាត់ថាអញ្ចឹងព្រោះកាលណាដែលយើងបកស្រាយទៅវាអាចប៉ះពាល់អញ្ចឹងបាទអាចប៉ះពាល់អញ្ចឹងគេជេរគេដាក់បទអាសាអញ្ចឹងទៅមិនគេជេរខុសមិនគេដាក់បទអាសាខុសទេយើងជាអ្នកផ្ដើមនិយាយខុសបាទថ្នាក់ដឹកនាំគេមុននឹងនិយាយអីមួយគេត្រូវគិតពិចារណាឆ្វេងឆ្ងាយណាមិនមែនចេះតែនិយាយឲ្យតែរួចផុតពីមាត់ហើយចាប់ដើមជំរុញអ្នកដែលគ្រប់គ្រងបនគាត់នឹងឲ្យទៅចូលរួមបកស្រាយយ៉ាងម៉េចក៏ដោយក៏អត់ចូលទៅជាដែរក៏អត់ចូលជាប្រជាពលរដ្ឋដែរឥឡូវឧទាហរណ៍ថាផ្ទះម្ដាយឬក៏ផ្ទះបងប្អូនរដ្ឋមន្ត្រីម្នាក់ដែលគាត់និយាយថាបូមខ្សាច់ដើម្បីកុំឲ្យបាក់ច្រាំងហ្នឹងបើសិនជាបងប្អូនគាត់នៅច្រាំងទន្លេតាមមួយជួរហ្នឹងហើយបើសិនជាបូមទៅបាក់មែនប៉ះផ្ទះបងប្អូនគាត់មែនតើគាត់និយាយអញ្ចឹងកើតចេញមកអត់ខ្ញុំជឿថានិយាយចេញអត់ចេញទេបាទនិយាយអត់ចេញទេព្រោះវាមិនមែនជាប៉ះពាល់ដល់សាច់គាត់បងប្អូនប្រជាពលរដ្ឋ
នៅតាមច្រាំងទន្លេនោះអ្នកខ្លះដីមិនមែនតែឆ្ងាយស្អីបងប្អូនបាក់រហូតដល់ផ្ទះរបូតទាំងផ្ទះរបូតទាំងដើមឈើចូលទន្លេអស់ហើយហ្នឹងដោយសារការបាក់ច្រាំងហ្នឹងអ្នកដែលរស់នៅតាមមាត់ទន្លេបានគាត់យល់អារម្មណ៍ហ្នឹងបាទអ្នកដែលនិយាយគាត់តែនិយាយប៉ុន្តែអ្នកដែលរស់នៅទីហ្នឹងគឺគាត់ដឹងច្បាស់ពីស្ថានភាពតំបន់ដែលគាត់រស់នៅវាយ៉ាងម៉េចបាទអរគុណ